សូមស្វាគមន៍មកកាន់រាត្រីម៉ោង 12 រឿងទួលក្រឡាប៉េះនៅចុងភូមិមន្ថេរមានទួលដ៏ចាស់មួយដែលអ្នកភូមិតែងតែហៅទួលនោះថាទួលក្រឡាប៉េះទួលនោះពោពេញទៅដោយដើមជ្រៃក្រាស់ខ្មឹកស្ងាត់ឲ្យឈឹងទោះពេលថ្ងៃក៏មើលទៅគួរឲ្យខ្លាចដែរមនុស្សចាស់ៗនៅក្នុងភូមិតែងតែប្រាប់កូនចៅថាកុំទៅលេងទីនោះពេលយប់ព្រោះជាទីកន្លែងបញ្ចុះសពជាច្រើនចំនួនពេលយប់មួយអ្នកភូមិមន្ថេរបានរៀបចំពិធីបូជាសពស្ត្រីវ័យក្មេងម្នាក់ឈ្មោះសីនាងស្រីនាងបានស្លាប់ទាំងខ្លួននៅវ័យក្មេងដោយសារតែនាងមានជំងឺហើយគ្រួសារនាងបានដាក់ខ្សែកមាសនៅក្នុងមឈូសជាមួយនឹងនាងព្រោះវាជារបស់ដែលនាងស្រឡាញ់ជាងគេនិងជាវត្ថុអនុស្សាវរីយ៍ពីម្ដាយនាងផងអាចារ្យដែលដឹកនាំពិធីបូជាសពឈ្មោះអាចារ្យសឿនគាត់បានឃើញខ្សែកមាសនោះហើយចិត្តក៏លោភលន់ក៏កើតឡើងក្រោយមនុស្សទាំងអស់ត្រឡប់ទៅផ្ទះវិញអាចារ្យសឿនលួចត្រឡប់មកវិញរួចកាយដីបើកមឈូសហើយដោះយកខ្សែកនោះដាក់ក្នុងហោប៉ៅនៅពេលគាត់បិទមឈូសទៅវិញស្រាប់តែខ្យល់ត្រជាក់បក់ខ្លាំងសំឡេងស្ត្រីខ្សឹបពីក្រោយខ្នងប្រកល់វាមកឲ្យអញវិញអាចារ្យសឿនបែកញើសពេញខ្លួនរួចរត់ទាំងខ្លួនភ័យខ្លាចចាប់ពីពេលនោះមកអ្នកភូមិមន្ថេរមិនអាចស្ងប់និងមានសេចក្តីសុខទៀតឡើយរាល់ពាក់កណ្ដាលរាត្រីគេតែងតែឮសំឡេងគោះទ្វារតុក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 អ្នកណាបើកទ្វារនឹងឃើញស្ត្រីសក់វែងមុខស្លេកឈរនៅមុខផ្ទះភ្នែកខ្មៅជ្រៅឈាមហូរចេញពីមាត់ហើយនាងនិយាយតែមួយម៉ាត់របស់អញនៅឯណាមនុស្សជាច្រើនក៏ចាប់ផ្ដើមឈឺគ្មានដឹងពីមូលហេតុខ្លះក្អួតខ្លះស្រែកយំទៀងកណ្ដាលយប់ខ្លះបាត់ខ្លួននៅជិតទួលក្រឡាប៉េះនោះផងដែរហើយព្រឹកឡើងគេឃើញមានតែស្នាមអូសលើដីការភ័យខ្លាចគ្របដណ្ដប់លើពេញភូមិយប់មួយខ្មោចស្រីនាងបានមកដល់ផ្ទះអាចារ្យសឿនទ្វារក៏បើកដោយខ្លួនឯងភ្លើងទៀនរលត់អស់តក់ស្អុយរលួយពេញផ្ទះស្រីនាងលូនមកយឺតពីភាពងងឹតក្រចកវែងរបស់នាងកោសលើឥដ្ឋបង្កើតជាសំឡេងគួរឲ្យព្រឺព្រួយហេតុអីឯងយករបស់អញអាចារ្យសឿនដួលលុតជង្គង់ញ័រខ្លួនទាំងមូលទើបគាត់សារភាពចំពោះអ្នកភូមិទាំងអស់ថាគាត់ជាអ្នកលួចខ្សែកពីមឈូសរបស់ស្រីនាងព្រឹកឡើងអាចារ្យសឿនយកខ្សែកមាសនោះទៅកាត់ទួលក្រឡាពាសជាមួយនឹងអ្នកភូមិគាត់ដាក់ខ្សែកលើភ្នោរួចអោនក្បាលសុំទោសខ្ញុំសុំទោសខ្ញុំប្រកល់របស់នាងឲ្យទៅវិញហើយសូមឈប់លងបន្លាចអ្នកភូមិទៀតទៅត្រជាក់បកកាត់ដីលើភ្នោញ័របន្តិចរូបនាងលិចឡើងមុខដ៏សាហាវរបស់នាងបដូរបន្តិចម្ដងជាស្ងប់អាចារ្យសឿនយកខ្សែករបស់នាងទាំងដៃពីរញ័រទៅត្រើតឯទឹកមុខរបស់នាងប្រែជាញញឹមហើយរលាយបន្តិចម្ដងបាត់ក្នុងអាប់ចាប់ពីថ្ងៃនោះអ្នកភូមិមន្ថេរស្ងប់ស្ងាត់ឡើងវិញប៉ុន្តែអ្នកភូមិមួយចំនួននៅតែប្រាប់ថានៅរាត្រីដែលមានខ្យល់ត្រជាក់បើអ្នកឈរជិតទួលក្រឡាប៉េះអ្នកនឹងអាចឮសំឡេងខ្សឹបស្រាលថាកុំលួចរបស់អ្នកស្លាប់